រឿងសាតាំងកំណាចជំរិតបេះដូងភាគទី10រ៉ាអ៊ីមរងចាំការវិលត្រឡប់របស់រូតដោយចិត្តខ្វល់ខ្វាយដឹងថាគេទៅធ្វើការតែมันធ្លាប់ឡើយដែលគេវិលមកវិញដល់យប់ថ្នាក់នេះទើបដេកលក់ព្រោះល្វើយដោយសារអាការៈចាញ់កូនហើយដឹងខ្លួនម្ដងទៀតពេលលើសំឡេងទ្វារបាំងពេលមករស់នៅទីនេះធ្វើឲ្យនាងមិនទម្លាប់នឹងដេកមិនឆ្អែតហាក់ដូចវាផ្លាច់ទឹកផ្លាច់ដីនាងបើកភ្នែកហើយក៏ឃើញថារូតបើកភ្លើងកូនតូចអាចឲ្យគេមើលឃើញទិដ្ឋភាពនៅក្នុងបន្ទប់ព្រាលគេប្រហែលខ្លាចថាធ្វើឲ្យនាងភ្ញាក់ហើយមិនយូរប៉ុន្មានរ៉ាអ៊ីមក៏ជ្រួញចចាមពេលគេដើរមករកក្រេក្លិនស្រារស័ព្ទចូលមកក៏ធ្វើឲ្យឈួលច្រមុះសំណាងដែលយប់ណាស់ទៅហើយទៅអាការៈចាញ់មិនសូវខ្លាំងតែដែលធ្វើឲ្យនាងបើភ្នែកធំនឹងខូចចិត្តបំផុតគឺក្លិនទឹកអប់មនុស្សស្រីដែលជះចេញពីខ្លួនរបស់គេនាងព្រិចភ្នែកញាប់ស្អែករហូតទឹកភ្នែកហូរចុះមកដោយការខូចចិត្តស្រាពេលដែលរូតអោនមកចិត្តរហូតដល់បានក្លិនស្រានិងទឹកអប់ច្បាស់ចេះមិនតន់កេងទៀតឬគេសួរពេលឃើញថាតបភ្នែករបស់នាងកំរើកហើយនាងក៏បើកភ្នែកមកប្រសាប់នឹងភ្នែកគេចំនៅវិនាទីបន្ទាប់យ៉ាងម៉េចនេះពីរទៀតភ្លឺហើយគេសួរទៀតនឹងធ្វើឲ្យរ៉ាអ៊ីមរបូតសម្លេងយំចេញមកនាងស្ទុះងើមរុញដើមទ្រូងរឹងមាំមួយទំហឹងរហូតដល់រូតត្រេតទៅអុកគូតលើក្រេហើយមិនចាំឲ្យគេបានតាំងជំហរតន់ក៏ស្ទុះមកទះតប់ដល់ការខូចចិត្តនឹងយំយែកដោយកូនក្មេងរូតមិនបានតបតគេងើបត្រង់ខ្លួនដើម្បីកុំឲ្យមុខខ្លួនឯងត្រូវនឹងកណ្ដាប់ដៃរបស់នាងមិនបានឈឺចាប់នឹងរឹតរបស់នាងតែធុញទ្រាន់ច្រើនជាងប្រះចិត្តអាក្រក់ប្រះថាទៀបលោកធ្វើបែបនេះដាក់ខ្ញុំបានយ៉ាងម៉េចនាងស្រែកផងទេតបគេផងតល់ទៅអស់កម្លាំងខ្លួនឯងអ្នកកំឡោះរងចាំឱកាសនេះយូរហើយក៏សោបដៃតូចទាំងពីរចាប់នឹងរុញឲ្យរៀងតូចដួលផ្កាក្រោយទៅលើក្រេតដូចដើមពេលត្រូវចាប់ជាប់រហូតដល់កម្រាក់មិនបានទៅនាងកម្រាក់ជើងម្ដងទៀតតែក៏ត្រូវរូតសង្កត់តាំងពីលើដល់ក្រោមចាប់នឹងមើលមុខនាងព្រោះមិនយល់បងធ្វើអីអូនបងទៅវិញទេដែលគួរសួរថាអូនធ្វើដាក់បងបែបនោះធ្វើអីទោះសពនាមដែលប្រើមានភាពស្និទ្ធស្នាលតែសម្លេងកលោនោះទាំងកំហកទាំងសោះក៏ក្រោះធ្វើឲ្យរ៉ាអ៊ីមកាន់តែខូចចិត្តនាងរើបំរាស់ដោយភាពត្រឹមត្រូវហាក់ដោយសត្វដែលចាប់អន្ទាក់នេះព្រាននិងកំពុងតែហូរឈាមអូនកាត់អីខរាបងសួរថាអូនកាត់អីរូតសួរដោយសម្លេងស្អកមានអារម្មណ៍ឈឺចាប់មិនចាញ់នាងគ្រាន់តែគេមិនដឹងថាហេតុអីបានជានាងធ្វើបែបនោះដាក់គេនឹងមិនដឹងថាគួរធ្វើយ៉ាងម៉េចបន្តទៅល្អរ៉ាអ៊ីមអណ្ដើរដណ្ដកសឹងតែសន្លប់កាន់តែបានលឺគេហៅនាងថាខារ៉ាបេះដូងក៏ដូចជាបែកខ្ទេចខ្ទីក្នុងពេលដែលគេហៅនាងបែបនោះចុះហេតុអីក៏ក្បត់នាងទៅនៅជាមួយស្រីផ្សេងទាំងដែលនាងដេកចាំគេនៅលើក្រែបែបនេះបងធ្វើអីមិនត្រូវទេអូនកាត់អីខារ៉ាបងរ៉ាអ៊ីមសួរគេមិនបាននាងខាមាត់សឹងតែបាយឈាមបេះដូងក៏បែកខ្ទេចខ្ទាំបងស្លាច់អូនទេនាងសួរចង់ឲ្យប្រកាសចិត្តថាខ្លួនឯងគួរប្រាប់គេថានាងកំពុងពោះកូនរបស់គេឬអត់រូតញញឹមបន្ទាប់ពីនៅស្ងៀមមួយសន្ទុះពេលឃើញបែបនោះបេះដូងនាងក៏មានសង្ឃឹមតែមិនយូរប៉ុន្មានបេះដូងមួយដួងនោះគឺដូចពេញប៉ាងហោះដែលផ្ទុះបែកមិនទេខ្ញុំមិនបានស្រឡាញ់នាងដែលយកមកនៅជាមួយគឺគ្រាន់តែចង់ឲ្យនាងដឹងថានាងគ្មានផ្លូវកិច្ចពីខ្ញុំបាននឹងចង់ឲ្យនាងដឹងថានាងគ្មានតម្លៃក្នុងខ្សែភ្នែកខ្ញុំចង់ក្រោយនឹងបានភ្លក់រសជាតិថាការរស់នៅដែលគ្មានរូបរាងវាគឺchẳngម៉េចអាយចាស់ close my eyes មិនទេខ្ញុំមិនបានស្រឡាញ់នាងដែលយកមកនៅជាមួយគឺគ្រាន់តែចង់ឲ្យដឹងថានាងគ្មានផ្លូវកិច្ចពីខ្ញុំបាននឹងចង់ឲ្យនាងដឹងថានាងគ្មានតម្លៃក្នុងខ្សែភ្នែកខ្ញុំចង់ក្រោយនឹងបានភ្លក់រសជាតិថាការរស់នៅដែលគ្មានរូបរាងវាគឺយ៉ាងម៉េចរ៉ាអ៊ីមដេកហូរទឹកភ្នែកដោយការខូចចិត្តសំដីនឹងសពព្រាមដែលដូចជាចង់សម្លាប់នាងទាំងរស់អំបញ្ញមិញនាងចង់ចាំនឹងកប់វានៅក្នុងបេះដូងថាគេមិនបានស្រឡាញ់នាងដូចដែលនាងស្រឡាញ់គេហើយគេនឹងគ្មានថ្ងៃដឹងជាដាច់ខាតថានាងកំពុងពោះកូនរបស់គេនាងក៏មិនបានស្រឡាញ់ខ្ញុំមិនមែនឬអញ្ចឹងនាងក៏មិនគិតរត់គេចបែបនោះរូតសួរដោយការឈឺចាប់រ៉ាអ៊ីមខាំបបោមាត់ដោយការឈឺចាប់ដែលត្រូវធ្វើបែបនេះដាក់ព្រោះនាងញោពេញមួយទូខ្លួនទៅហើយឬនាងស្រឡាញ់ខ្ញុំហើយរូតសួរដែលមានសង្ឃឹមឃើញនាងបែរមុខទៅម្ខាងទឹកភ្នែកនៅតែហូរមិនឈប់
ពេលនាងមិនបានតបអ្វីគេក៏លងគិតថានាងស្រឡាញ់គេពិតមែនបេះដូងដែលធ្លាប់តែរឹងកំព្រឹសរបស់គេក៏រីកមាឌដោយមានសង្ឃឹមពេលកំពុងអោនទៅរកថាបនាងបបោមាត់ដែលខ្ជិបណែនោះក៏បញ្ចេញពាក្យមកថាខ្ញុំស្អប់លោកហើយនឹងស្អប់ដល់ថ្ងៃដែលខ្ញុំអស់ដង្ហើមសម្លេងខ្សឹបខ្សៀវខ្សៀវចេញពីបបោមាត់ប៉ោងក្រហងព្រឹងធ្វើឲ្យរាងកាយរូនរឹងឃើញថានាងនៅតែមិនឈប់យំបោកនឹងសម្ដែងដល់សតុនតែដូចមុខកំបាត់អាបេះដូងអំបាញ់មិញធ្វើឲ្យគេឈឺចាប់មិនចាញ់គ្នាគេរហ័សថយចេញហាក់ដូចអង្គុយលើរបស់ក្តៅបេះដូងលោតញាប់នឹងឈឺចាប់ភ្លាមនោះពេលគេចេញឆ្ងាយនាងក៏ប្រែខ្លួនដីផ្អៀងនិងញោខ្លួនដូចកូនសត្វអ្នកកំឡោះក្តាប់ដៃណែនរហូតដល់កញ្ចក់មុតសាច់វិនាទីបន្ទាប់មកក៏ដើរចូលបន្ទប់ទឹកហើយបិទទ្វារលន់ក្រាំងរ៉ាអ៊ីមភ្ញាក់ព្រឺទាញភួយដណ្ដាប់ហើយបិទភ្នែកដល់ភៀកសះល្វើយរូតលៀងក្លិនសារារួមទាំងក្លិនទឹកអប់របស់មេអំបៅរាត្រីដែលគេអង្គុយផឹកជាមួយមិត្តភ័ក្តិពេលចេញមកវិញក៏ឃើញថារ៉ាអ៊ីមដេកលក់ទៅហើយតែលើថ្ពាល់សរលោងមានទឹកភ្នែកឲ្យឃើញគេទប់ចិត្តយ៉ាងខ្លាំងមិនលូកដៃទៅជូតឲ្យមុននឹងផ្ដួលខ្លួនដេកក្បែរទាំងដែលនៅជិតគ្នាតែក្នុងអារម្មណ៍រូតហាក់ដោយវានៅឆ្ងាយសានឆ្ងាយត្រូវដល់ដង្ហើមធំចេញមកជាចង្វាក់ដើម្បីមិនឲ្យខ្លួនឯងបាត់បង់ការគ្រប់គ្រងរូតបើកភ្នែកនៅក្នុងភាពងងឹតនឹងប្រឹងបិទតែបិទមិនជិតខ្លួនឯងប្រាប់នាងយ៉ាងងាយនឹងឈាមត្រជាក់ថាមិនបានស្រឡាញ់នាងតែហេតុអ្វីបានជាពេលដែលនាងប្រាប់វិញថាមិនបានស្រឡាញ់គេត្រាំអត់អស់សង្ឃឹមមិនបានហើយមុននេះទៀតមានស្រីជាច្រើនចូលមកនិតពេលណាត់ផឹកជាមួយមិត្តភ័ក្តិពួកនាងទាំងស្អាតទាំងស៊ីស៊ីជាងកូរ៉ាអ៊ីមមិនដឹងជាប្រមាណដងតែមើលមុខពួកនាងហើយគេក៏គ្មានអារម្មណ៍ឃើញមុខស្រទន់របស់រ៉ាអ៊ីមនៅពេលនៅពីលើទៅកើតដោយហេតុនោះហើយទៅធ្វើឲ្យគេត្រូវត្រឡប់មកផ្ទះវិញទាំងដែលតាំងចិត្តហើយថានឹងមិនមកជួបមុខនាងឲ្យខូចអារម្មណ៍ទៀតតែចុងក្រោយគេក៏ដេកក្បែរនាងនឹងមានអារម្មណ៍ឈឺចាប់ដល់មូលហេតុមិនបានថាខ្លួនឯងកាត់អីរូតសួរខ្លួនឯងព្រោះមិនយល់ចុងក្រោយភាពនឿយហត់ដែលសន្សំពេញមួយថ្ងៃក៏ធ្វើឲ្យដេកលក់តាមរ៉ាអ៊ីមដែរសម្លេងក្អួតលុយចេញពីបន្ទប់ទឹកលេឡំនឹងសម្លេងទឹកស្រក់ដាស់ឲ្យរូតភ្ញាក់នៅព្រឹកថ្ងៃថ្មីគេលើកដៃញីភ្នែកខ្លាំងនិងរែភ្នែកមើលអ្នកដែលដេកជាមួយតែក៏មិនឃើញក្អួតទៀតហើយឬគេសួរខ្លួនឯងតិចបន្ទាប់មកក៏ទាញភួយចេញពីខ្លួនមុននឹងបោះចំហៀនទៅបន្ទប់ទឹកគេឃើញតរសាយតូចកំពុងក្អួតយ៉ាងខ្លាំងតែបែរជាគ្មានអ្វីចេញមករ៉ាអ៊ីមក្អកនឹងក្អួតតទៅមុខក្រហមមើលហើយគួរឲ្យអាណិតខ្លាំងណាស់ព្រោះបារម្ភពីនាងតាំងពីយូរយារនឹងមិនអាចកាត់ចិត្តពីនាងបានដោយចិត្តគិតអ្វីទាំងនោះបានរុញច្រានឲ្យគេចូលទៅឈរពីក្រោយនឹងជួយរឹតខ្នងឲ្យដែលចិត្តកង្វល់នាងកាត់អីត្រូវពេលប៉ុណ្ណឹងទេគេសួរតារ៉ាអ៊ីមកវិក្បាលអីចឹងត្រូវពេលទេបែបនេះ2ថ្ងៃហើយរួចជ្រួញចាមិនចូលចិត្តដល់នាងមិនព្រមមើលថែខ្លួនឯងរហូតដល់ធ្វើឲ្យគេបារម្ភបែបនេះមិនអីទេរ៉ាអ៊ីមប្រាប់នឹងយកកន្សែងមកជូតមុខរឹកពីមិនក្តៅមិនទុកនឹងអាការៈរបស់នាងធ្វើឲ្យអ្នកកំឡោះចាប់ផ្ដើមខឹងនាងក្អួតរហូតដល់អស់កម្លាំងបែបនេះហើយនៅថាមិនអីទៀតឬនាងចូលចិត្តដែលធ្វើឲ្យគេខ្វល់ខ្វាយបែបនេះឥឡូវនេះកាត់អីយកតែចិត្តខ្លួនឯងទៅដល់ណាគេកំហុសសួរដល់កំហឹងធ្វើឲ្យរ៉ាអ៊ីមខ្មោមុខភ្លាមយកតែចិត្តនាងនេះដែលយកតែចិត្តខ្លួនឯងរ៉ាអ៊ីមគិតនឹងមិនព្រមមើលមុខគេសំបីតាស្រមោលនៅក្នុងកញ្ចក់បានហើយឬធ្វើដូចជាគិតអ្វីម្យ៉ាងចេញគេលូកដៃតបាក់ទូតូចដែលនៅលើកញ្ចក់ក្នុងបន្ទប់ទឹកបន្ទាប់ពីលោកយកឧបករណ៍ប្រឌិតទីពោះហុចឲ្យនាងរ៉ាអ៊ីមធ្វើដូចជាបេះដូងរបូតធ្លាក់ទៅកន្លែងណាមួយនៅក្នុងទ្រូងទទេស្អាតនៅស្រាលស្ញាគេធ្វើបែបនេះដូចជាឆ្លិចយកចម្លើយដែលគេមិនប្រកាសនៅក្នុងចិត្តថានាងមានផ្ទៃពោះឬអត់វាធ្វើនាងឈឺចាប់ហួសបរិយាយដឹងមិនទេថាត្រូវធ្វើយ៉ាងម៉េចគេបញ្ជាព្រមទាំងញាត់វានៅក្នុងដៃនាងតង្វើរបស់គេមិនខុសអីពីញាត់កបិតមុតស្រួយក្នុងដៃនាងបន្ទាប់ពីនោះក៏អាបេះដូងខ្លួនឯងឲ្យតតែមានរបួសរ៉ាអ៊ីមកាន់វាចាប់ដែលមិននិយាយស្អីនឹងឈ្ងោកមុខចុះមួយផ្លេតនោះរូតឃើញទឹកភ្នែកនាងនឹងត្រាំតែមួយជំរាកនេតិប៉ុណ្ណោះនាងក៏ជួយចាញ់នឹងដើរទៅគៀនជញ្ជាំងបន្ទប់លោកចាញ់ទៅសិនបានទេនាងអង្វរដល់សម្លេងខ្សៀវដែលរូតក៏ជាអ្នកដែលមានអារម្មណ៍ថាទើសតល់នាងមិនបានសម្រាប់ទឹកភ្នែកដោយស្រីដតេដែលគេធ្លាប់ជួបតែទឹកភ្នែករបស់នាងបែរជាធ្វើឲ្យបេះដូងរបស់គេឈឺចាប់ខ្ញុំរូតកាត់អាការៈរអាក់រអួលមើលមុខស្រទន់ដែលស្រីស្លាំងនិងតបភ្នែកក្រហមងាងចង់លួងលោមដែរតែមិនដឹងថាចាប់ផ្ដើមយ៉ាងម៉េចសំពេលមួយផ្លែតនាងប្រាប់ដល់សម្លេងខ្សែមិនព្រមមើលមុខគេទៅរូតបានតរដង្ហើមធំនឹងដើរចេញពីបន្ទប់ទឹកយ៉ាងស្ងៀមស្ងាត់មកជួយចាំនៅមាត់ទ្វារក្រែងលោនាងមានអ្វីកាត់ឡើងបើគេមិនបាននៅម្ដុំនេះ
នាងអាចមានគ្រោះថ្នាក់គេគោះចុងជើងនិងឥតឈោអប់ដៃរងចាំដោយចិត្តខ្វល់ខ្វាយចាំថាពេលណានាងចេញមកហើយចង់ដឹងណាស់ថានាងមានផ្ទៃពោះដែរទេចាំឯតាអ៊ីមក៏ហូរទឹកភ្នែកមិនឈប់ភ្នែករបស់នាងហើមនិងក្រហមផ្សាព្យាយាមបញ្ជាឲ្យខ្លួនឯងឈប់យំតែក៏ធ្វើមិនបានរហូតដល់មានអារម្មណ៍ឈឺខ្ទោកក្នុងពោះសំណាប់ម៉ាក់សុំទោសនាងសង្កត់ត្រង់កន្លែងដែលឈឺនិងព្យាយាមឈប់យំព្រោះនាងគិតតែយំទៅកូនតវ៉ាតែដឹងនាងគិតមុននឹងសម្រក់ទឹកពីក្បាលរ៉ូប៊ីណេដាក់ឧបករណ៍ប្រឌិតផ្ទៃពោះមិនព្រមប្រើទឹកនោមព្រោះខ្លាចរូតដឹងការពិតនាងសង្ឃឹមថាគេមិនដឹងរឿងនេះរហូតដល់ពោះរបស់នាងធំមិនអាចរំលូតបានទៅចាំប្រាប់គេនឹងបណ្ដាឲ្យវាទៅតាមយថាកម្មម៉ាក់មិនយំមិនតាមតាំងទៀតទេកូនត្រូវធ្វើជាក្មេងល្អឲ្យម៉ាក់ទៅជែកចិត្តបន្តិចរ៉ាអ៊ិនលួងលោមខ្លួនឯងទោះដឹងច្បាស់ថារបស់មានជីវិតនៅក្នុងពោះមិនទាន់មានរូបរាងជាមនុស្សនឹងស្ដាប់មិនដឹងរឿងក៏ដោយបន្ទាប់ពីលុបលាងមុខមាត់និងជូតទឹកភ្នែកតតែស្ងួតហើយនាងក៏ដើរមកជួបនឹងឆ្កែព្រៃមៀតធំដែលឈរធ្វើមុខមិនល្អនៅខាងក្រៅគេប្រហែលខ្លាចថានាងមានផ្ទៃពោះរ៉ាអ៊ីមគិតដល់ចិត្តជូរចត់បន្ទាប់ពីនោះក៏ហុចឧបករណ៍ពិនិត្យឲ្យគេដោយមិននិយាយអ្វីរូតទទួលយកមកមើលក៏ឃើញថាគ្មានអ្វីកាត់ឡើងទៅបោះវាចោលទៅក្នុងធុងសម្រាប់ដល់គ្មានស្រណោះហើយដើរតាមពីក្រោយនាងដើរកាត់អសម្ពាធមិនបានមានផ្ទៃពោះចោលអាការៈនេះជាស្អីគេស្រវាច់ចាប់ដៃនាងចាប់នឹងទាញឲ្យបែរមុខមកមើលប្រាប់បន្តិចមិនបានជាក្អួតរ៉ាព្រឹកហើយធ្វើដូចជាមនុស្សមានផ្ទៃពោះគេដើរថាច្បាស់ជាមានអ្វីខុសប្រក្រតីចំពោះតន្សៃតូចគ្រាន់តែគេមិនដឹងថាវាជាអ្វីលោកនៅជាមួយខ្ញុំរាល់ថ្ងៃឯងដឹងថាខ្ញុំក្អួតរ៉ាព្រឹកសម្លេងរបស់រ៉ាអ៊ីមស្អកខ្សោះព្រោះនេះគ្រាន់តែជាព្រឹកទី2ប៉ុណ្ណោះដែលនាងនៅជាមួយគេនៅរុស្ស៊ីរូតលើបែបនោះក៏ឈាមឡើងពេញមុខច្បាច់ដាំដៃនាងកាន់តែខ្លាំងមើលមុខនាងដោយភាពឆេះឆួលចំណាក់ដែលរកេតពីខ្ញុំទៅនៅរឿងកដលគេដំឡើងសម្លេងដល់កំហឹងកាន់តែច្បាច់ដៃនាងខ្ញុំឈឺរ៉ាអ៊ីមមិនតបមុននឹងស្រែកប្រាប់គេថាលេងខ្លាំងមកលើនាងពេកហើយរូតនាងមើលដៃខ្លួនឯងដែលច្បាច់ដាំដៃនាងណែនក៏រសាយវាបន្តិចតែមិនព្រមលេងភ្លាមចូលចិត្តដល់រឿងហើយធ្វើដោយខ្លួនឯងមិនមែនជាអ្នកខុសត្រៀមការឲ្យខ្ញុំហើយនាងក៏ត្រូវចេញទៅខាងក្រៅជាមួយខ្ញុំដែរបញ្ជារឿងកំព្រឹសរបស់គេធ្វើឲ្យរ៉ាអ៊ីមងើយមើលមុខសង្ហាព្រោះមិនជល់ទៅណានាងសួរភ័យខ្លាចថាគេនាំទៅមន្ទីរពេទ្យដើម្បីពិនិត្យទៅក្រុមហ៊ុនខ្ញុំនាំនាងទៅដែរទៅធ្វើអីនាងសួរទៀតនឹងលើកនេះរូតជាអ្នកមិននិយាយអ្វីគេខ្ជិបមាត់ណែននឹងបែកខ្នងដាក់នាងធ្វើប្រងើយមិនបាច់សួរធ្វើតាមតែប្រាប់ទៅគឺបានហើយនិយាយតែប៉ុណ្ណឹងគេក៏ដើរទៅបន្ទប់ទឹកទុកឲ្យរ៉ាអ៊ីមឈរដកដង្ហើមធំដោយអាការៈហត់នឿយនៅខាងក្រោយព្រឹកនេះដូចគ្នានៅថ្ងៃមុនរ៉ាអ៊ីមញ៉ាំអ្វីមិនចូលក្រៅពីបបរដាក់អំបិលធ្វើឲ្យរូតខឹងរហូតដល់មិននិយាយអីអាហារជាច្រើនដែលក៏មកឲ្យចុងភៅធ្វើជាពិសេសនាងបានតែមើលវាដោយអាការៈចង់ក្អួតនឹងបែរមុខចេញហើយពេលនេះគេក៏ចាប់សង្កេតនាងបានម្យ៉ាងទៀតនាងលេបថ្នាំទាំងដែលកាលមុនមិនធ្លាប់មានថ្នាំទុកតាមខ្លួនគេមិនដឹងថាជាថ្នាំអ្វីតែគេជឿជាក់ថាវាពាក់ព័ន្ធនឹងអាការៈប្លែកៗដែលនាងមាននៅពេលនេះគេលួចមើលតតែដឹងថានាងទុកនៅកន្លែងណាបន្ទាប់មកក៏ធ្វើជាមិនដឹងមិនលឺពេលនាងញ៉ាំឆ្អាតហើយទៅលើទេគេសួរព្រមទឹកនាងមើលកាបូបស្ពេធំដែលនាងដាក់ចាប់ខ្លួនរហូតថ្នាំដែលនាងលេបនៅក្នុងនោះគេត្រូវតែដឹងឲ្យបានថាវាជាថ្នាំអីខ្ញុំមិនចង់ទៅរ៉ាអ៊ីមប្រាប់ដល់សម្លេងល្វើយមិនថាសុំអង្វរយ៉ាងណាក៏គេមិនព្រមស្ដាប់ហេតុផលតែខ្ញុំចង់ទៅមានអីទេខារ៉ារូតនិយាយនឹងសម្លឹងភ្នែកនាងរ៉ាអ៊ីមជាអ្នកកិច្ចភ្នែកមិនហ៊ានមើលភ្នែកពោប្រផេះយូរព្រោះបេះដូងតែងតែលោតខុសចង្វាក់ឆ្អាតហើយមកទៅធ្វើការនាយចាប់រូតក៏ស្វាចាប់ដៃនាងភ្លាមនៅអូចេញពីផ្ទះមិនចាប់អារម្មណ៍ទឹកមុខចង់ស្លាប់ចង់រស់របស់នាងសំបីតែបន្តិចសំណាងល្អដែលរូតយករបស់របរនាងពីកូរ៉េមកជាមួយដែលធ្វើនាងរកឃើញថ្នាំចាញ់កូននិងថ្នាំបំរុងគោពេលនេះលេបថ្នាំចាញ់កូនហើយមានអារម្មណ៍ថាងងុយដេកមិនយូរប៉ុន្មាននាងក៏អានខ្លួនទៅកាយភ្លើរបស់គេជំនួសខ្នើយហើយដេកលក់មិនដឹងរឿងមិនដឹងរ៉ាវអ្វីទៀតរូតមើលមុខតូចដែលស្លេស្លាំងដល់អារម្មណ៍តែបរិយាយមិនត្រូវគេបញ្ជាអ្នកបើកឡានឲ្យបើកទៅមន្ទីរពេទ្យសិនមុននឹងធ្វើដំណើរទៅក្រុមហ៊ុនអេឡិចត្រូនិកដែលខ្លួនឯងជាម្ចាស់ហេតុអីឬចង្វាយឈឺឬអត់វ៉ាដេមសួរដល់ការព្រួយបារម្ភលេឡំសង្ស័យព្រោះតាមធម្មតារូតមិនទៅកន្លែងផ្សេងក្រៅពីក្រុមហ៊ុននៅពេលព្រឹកចាំអាចរុស្ស៊ីគេទៅក្រុមហ៊ុនឆ្នៃពេជ្រអត់ទេមិនបានឈឺតែចង់ដឹងស្អីតិចតួចអាចជួយយកថ្នាំនេះទៅពិនិត្យមើលថាវាជាថ្នាំស្អីហើយចាំតាមទៅក្រុមហ៊ុនរូតលូកយកថ្នាំជាច្រើនថងនៅក្នុងកាបូបរបស់រ៉ាអ៊ីមហុចឲ្យមនុស្សចំណិតវ៉ាដេមទទួលយកទេមិនសូវយល់ប៉ុន្មានមើលមុខចង្វាយដល់ការសង្ស័យខ្ញុំចង់ដឹងថាការឈឺអីតែប៉ុណ្ណោះព្រោះនាងមិនព្រមប្រាប់យកថ្នាំទៅប្រឌិតឲ្យរហ័សតរិកាផងយល់អស់យកថ្នាំអស់នេះមកផងមិនចឹងខ្លាចខារ៉ាចាប់បានតែខ្ញុំលួចយកថ្នាំនាងទៅពិនិត្យរូតអធិប្បាយទៅវ៉ាឌីមយល់
កែមើលមកនាងដែលការយល់ចិត្តដឹងច្បាស់តែម្ដងថារូបកំណត់ដាក់ទោសនាងខ្លាំងមិនថាជាការចាប់នាងមករស៊ីដែលនាងមិនពេញចិត្តហើយមួយរយៈនេះក៏សោះក៏ក្រោះមិនយកចិត្តយកថ្លើមនាងដូចមុនដែរតែគេធ្វើបានត្រឹមតែយល់ចិត្តកូនចៅគ្មានសិទ្ធិជ្រៀតជ្រែករឿងចវាយលើការចាំបាច់ដូច្នេះហើយពេលឡានមកដល់មន្ទីរពេទ្យដែលចវាយមកពិនិត្យរាងកាយជាប្រចាំវ៉ាឌីមក៏ចុះពីឡាននឹងឲ្យរត់ទៅក្រុមហ៊ុនមុនចំណែកគេក៏ដើរចូលមន្ទីរពេទ្យពេលវ៉ាឌីមមកដល់ក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំនិងតាន់សម័យរបស់រូនក៏ចូលទៅរាយការណ៍ថាលទ្ធផលត្រួតពិនិត្យថ្នាំអាចបានឆាប់បំផុតនៅថ្ងៃស្អែកអរគុណច្រើនបន្តិចទៀតខ្ញុំទៅក្រុមហ៊ុនឆ្នះពេជ្រមិនមកទីនេះវិញទេរូបប្រាប់កូនចៅនឹងមើលរ៉ាអ៊ីមដាក់ដេកលក់នៅលើសាឡុងក្នុងបន្ទប់ធ្វើការរបស់ខ្លួនបាទវ៉ាឌីមទទួលបញ្ជាមុននយោបាយការងារទៅធ្វើនៅខាងក្រៅបន្ទាប់ពីកូនចៅចេញទៅរូក៏ងាកមកចាប់អារម្មណ៍ការងារនៅក្នុងដៃបន្តព្រមទាំងមើលគេចាប់ថ្នាំរបស់រ៉ាអ៊ីមដែលវ៉ាឌីមយកមកវិញគេដកដង្ហើមធំឲ្យប្រមូលកញ្ចប់ថ្នាំទាំងអស់ទៅទុកនៅក្នុងកាបូបស្ពាយរបស់នាងដូចដើមគេស្ទាបថ្ងៃរបស់នាងមើលព្រោះខ្លាចថានាងឈឺហើយភ្លាមនោះតបភ្នែករបស់នាងក៏កម្រាក់ពីរបីដងមុននឹងបើករត់ថយទៅអង្គុយដោយដើមធ្វើដូចគ្មានអ្វីកើតឡើងរ៉ាអ៊ីមមិនបានចាប់អារម្មណ៍គេខ្លាំងព្រោះមានអារម្មណ៍ថាឈឺពោះរហូតមិនអាចបិទភ្នែកបន្តបាននាងងើបអង្គុយហើយដកដង្ហើមធំយ៉ាងវែងដាក់ដៃលើពោះនឹងសង្កត់តិចៗសុំចូលបន្ទប់ទឹកបន្តិចនាងប្រាប់អ្នកដែលធ្វើពុតជាមិនដឹងខ្យល់អីតាមសបាយគេប្រាប់តែភាសាក៏ក្រាស់ធ្វើឲ្យរ៉ាអ៊ីមធ្លាក់ថ្លើមនាងដើរចូលបន្ទប់ទឹកដែលមានខ្សែភ្នែកឆ្កែព្រៃតាមមើលពីក្រោយមិនយូរប្រហែលក៏ដើរចេញមកវិញទាំងមុខស្រេកស្លាំងហើយរឹកពីក៏ដូចជាមនុស្សកំពុងផិតភ័យយ៉ាងខ្លាំងនាងបោះជំហានទាំងជើងញយខ្លាចខ្លាំងណាស់ព្រោះមានឈាមហូរចេញមកស្តៀងនឹងរដូវតែវាមិនមែនព្រោះពេលនេះនាងមានផ្ទៃពោះវិនាទីនេះនាងជ្រើសរើសបោះចោលកិត្តិយសហើយហាមាត់អង្វរកឆ្កែព្រៃកំណាត់គ្មានបេះដូងរូននាងនិយាយទាំងទឹកភ្នែកធ្វើរូតងាកទៅមើលដល់ការចម្លែកចិត្តជួយខ្ញុំផុសខ្ញុំកំពុងតែរលូតកូននាំខ្ញុំទៅមន្ទីរពេទ្យរ៉ាអ៊ីមហូរទឹកភ្នែកសស្រាក់និយាយថាខ្លួនឯងកាត់អីហើយក៏ឈោស្ងៀមដូចមនុស្សយន្តនៅពីមុខគេព្រមទាំងដាក់ដៃសង្កត់ពោះចាប់រូបភ្ញាក់ផ្អើលតែមិនយូរប្រហែលក៏ដូចជាសោះក៏អង្គើយពេទ្យគិតថានាងកុហកព្រោះពិនិត្យនៅឧបករណ៍ប្រៀបធៀបពោះជាច្រើនដងហើយវាក៏ប្រាប់នាងថាមិនបានមានផ្ទៃពោះគ្រប់ពេលកំពុងសម្ដែងលក្ខខណ្ឌអេទីរ៉ាខារ៉ាខ្ញុំមិនទំនេរស្ដាប់នាងទេគេនិយាយដល់ភាពគ្មានបេះដូងធ្វើឲ្យរ៉ាអ៊ីមអណ្ដើតអណ្ដោដល់ការឈឺចាប់ខ្ញុំកំពុងធ្លាក់ឈាមជួយខ្ញុំផងសម្ដីយំរឿងរបស់នាងគ្មានតម្លៃគ្មានន័យចំពោះគេដល់ថ្នាក់នេះឬខ្ញុំកំពុងរលត់កូនជួយកូនយ៉ាងផងជួយខ្ញុំផងនាងនៅតែសង្កត់ពោះនិងអង្វរកគេទាំងទឹកភ្នែករូសតេស្ទ័រថានាងនិយាយពិតឬលេងពេលមើលជើងរបស់នាងដែលគ្របដល់សម្ពុតវិញក៏មិនឃើញថាមានអ្វីខុសធម្មតាមនុស្សចិត្តអាក្រក់រ៉ាអ៊ីមអណ្ដើតដកបាយក្នុងដាក់គេហើយរត់ទៅក្រៅភ្លាមពេលនោះរូតបានឃើញឈាមច្បាស់ចេះជាប់នឹងសម្ពុតពោះខ្ចីរបស់នាងគេស្ទុះងើបដល់ការភ្ញាក់ផ្អើលនិងរត់តាមភ្លាមខារ៉ារ៉ាអ៊ីមរត់ទៅដល់ខាងក្រៅបុកនឹងវ៉ាឌីមដែលកំពុងយកការងារមកឲ្យរូតសញ្ញាល្មមវ៉ាឌីមកសាប់រាងកាយរបស់នាងចាប់ហើយប៉ូលីសសំណុំឯកសារឲ្យធ្លាក់ទៅលើឥដ្ឋនិងភ្ញាក់ផ្អើលពេលឃើញនាងយំអណ្ដើតអណ្ដោនិយាយភាសាកូរ៉េដែលគេមិនយល់ដោយមនុស្សកំពុងតក់ស្លុតជួយខ្ញុំផងនាំខ្ញុំទៅរកពេទ្យខ្ញុំកំពុងរលូតកូនអ្នកស្រីនិយាយស្អីខ្ញុំមិនយល់វ៉ាឌីមនិយាយភាសារុស្ស៊ីដែលរ៉ាអ៊ីមភ័យខ្លាចនាងសង្កត់ពោះនិងយំសស្រាក់រហូតដល់ទ្រូងអារបស់វ៉ាឌីមសាមជោគជួយខ្ញុំផងកូនខ្ញុំកំពុងតែចិត្តស្លាប់ជួយខ្ញុំផងពេលរ៉ាអ៊ីមកំពុងយំដណ្ដដល់ការខូចចិត្តនិងជ្រោយឆ្លាយរហូតធ្វើអ្វីមិនត្រូវរូក៏ចូលមកតកងនាងលើក3ហើយដាក់ចេញទៅភ្លាមព្រោះវ៉ាឌីមស្ដាប់នាងនិយាយមិនដឹងរឿងហើយគេក៏ស្រែកឲ្យកូនចៅដឹងវ៉ាឌីមទៅត្រៀមឡានខ្ញុំទៅពេទ្យបាត់ច្បាស់វ៉ាឌីមទទួលបញ្ជាមុននឹងរត់កាត់មុខរូតទៅចុចចន្ទាយន្តវ៉ាឌីមមើលច្បាយដែលទៅតែឃើញថាអន្តេសាដល់ថ្នាក់នេះជាលើកដំបូងនឹងមើលរៀងតូចដែលសឹងតែកប់ក្នុងដើមទ្រូងធំទូលាយគេមិនដឹងថាមានរឿងអ្វីឲ្យប្រកបតែតាមតែមើលស្ថានភាពពេលនេះដៅថាច្បាស់ជាមានរឿងមិនល្អអ្វីម្យ៉ាងកាត់ឡើងចំពោះច្បាយស្រីជាមិនខានអត់ធន់បន្តិចខារ៉ាអូនត្រូវតែមិនអីរូនអោនប្រាប់អ្នកដែលនៅក្នុងដៃការធ្វើដំណើរដោយចន្ទាយន្តវាយឺតខ្លាំងណាស់នៅក្នុងអារម្មណ៍របស់គេគ្រប់វិនាទីដែលកន្លងផុតទៅវាដោយត្រិចនាឡិកាខ្លីរបស់ម៉ោងកំពុងដើរជំនួសត្រិចវិនាទីយ៉ាងឯចឹងមិនអីទេមិនទេគេសួរនាងជាភាសាកូរ៉េតារ៉ាអ៊ីមក៏មិនបានតបនាងសង្កត់ពោះដូចចង់ធ្វើឲ្យរសាយការឈឺចាប់មុខកញ្ចោកដល់ញើសនិងសឹងតែគ្មានឈាមបេះដូងរបស់រូតលោតញាប់ដល់ការភ័យខ្លាចបើនាងកាត់ស្អីនោះគេគ្មានថ្ងៃអភ័យទោសឲ្យខ្លួនឯងដាច់ខាតបងសរិយាថាអូននឹងមិនកាត់អីគេរងងរងខណៈដែលបោះជំហានវិញចេញពីចតាយន្តតាមដៃវ៉ាឌីមដែលទេបញ្ជាឲ្យអ្នកបាក់ឡានចេញមកចាំនៅមុខអគារធំការប្រកាសខ្លួនរបស់ចវាយរូបសង្ហាធ្វើឲ្យខ្លាចជាទីចាប់អារម្មណ៍របស់បុគ្គលិកយ៉ាងខ្លាំងដែលតាមធម្មតាគេត្រូវបុគ្គលិកស្រីចាំមើលមករហូតទៅហើយតែដែលគ្រប់គ្នាចាប់អារម្មណ៍នៅពេលនេះគឺរៀងតូចរបស់នារីម្នាក់ដែលត្រូវបីចេញពីអគារទៅវិញទីមិនដឹងថានាងជាអ្នកណាមកពីណាតែមើលតាមរយៈការអោបកសាបហើយក៏ដឹងភ្លាមថាស្រីតូចម្នាក់នោះច្បាស់ជាសំខាន់ចំពោះរូតខ្លាំងរូតម្ដងងើបម្ដងអង្គុយ
ដើរចាក់ខ្វល់ខ្វាយបន្ទាប់ពីបញ្ជូនរ៉ាអ៊ីមដល់ដៃពេទ្យបេះដូងរបស់គេក៏មិនបានឈប់ក្តៅគ្រប់វិនាទីដែលឆ្លងកាត់កាន់តែភ័យខ្លាចរ៉ាអ៊ីមនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់យូរហើយចៅហ្វាយអង្គុយបន្តិចទៅវ៉ាឌីមនិយាយព្រោះយល់ចិត្តឃើញចៅហ្វាយម្ដងងើបម្ដងអង្គុយវិលទៅមករហូតដល់គេចង់វិលមកតាមខ្ញុំព្យាយាមអង្គុយតែអង្គុយបង្កើត